ជាជួនខ្ញុំគិតថាមានបងប្អូនភាគច្រើនប្រកាសចេះធ្វើមិនត្រឹមតែចេះធ្វើទេក៏ធ្វើឆ្ងាញ់ដូចតែគ្នាដែរហើយសម្រាប់ការប្រើប្រាស់ជាមួយនឹងសាច់ត្រីក៏រៀងខុសគ្នាតិចតួចដោយសារតែការចូលចិត្តសម្រាប់ខ្ញុំធ្វើជាជួនភាគច្រើនគឺខ្ញុំចូលចិត្តប្រើជាមួយនឹងត្រីប្រាបើសិនជាបងប្អូនចង់ប្រើជាប្រភេទត្រីកែសត្រីឆ្ដោត្រីឌៀបអីហ្នឹងក៏ឆ្ងាញ់ដូចគ្នាដែរតាមចំណង់ចំណូលចិត្តចឹងណាចាឥឡូវកុំឲ្យខាត់ពេលងាកទៅមើលពីរបៀបធ្វើជាមួយខ្ញុំទាំងអស់គ្នាថាតើការធ្វើរបស់ខ្ញុំជាជួនហ្នឹងធ្វើបែបណាចាចំពោះសាច់ត្រីខ្ញុំប្រើជាមួយនឹងត្រីប្រាហ្នឹងគឺយើងកោសលាងលំអិលវាធ្វើម៉េចឲ្យបានស្អាតសិនណាការលាងរបស់ខ្ញុំគឺខ្ញុំលាងជាមួយនឹងអំបិលគឺយើងទុកវាឲ្យស្រស់ទឹកហើយចាំយើងយកមកចៀនបែបនេះចំពោះការចៀនហ្នឹងណាគឺបែបងាយៗទេបងប្អូនគ្រាន់តែយើងដាក់ប្រេងហ្នឹងឲ្យក្តៅមកល្មមហើយគឺយើងដាក់អំបិលហ្នឹងចូលមកបន្តិចដើម្បីពេលដែលយើងដាក់ត្រីចូលទៅបំពងទៅគឺវាផ្ទុះខ្លាញ់មកខាងក្រៅបងប្អូនរយៈពេលនៃការចៀនត្រីគឺខ្ញុំអត់សូវប្រើពេលយូរហ្មងទេបងប្អូនខ្ទង់ប្រហែលជា7ទៅ8នាទីចាប់ផ្ដើមប្រែទៅម្ខាងទៀតគឺយើងចៀនមើលថាវាឡើងក្រៀមមកល្អហើយបានយើងប្រែបងប្អូនកាលណាយើងធ្វើបែបនេះគឺសាច់ត្រីចេញមកគឺល្អមែនទែនដូចខ្ញុំបង្ហាញជូនបងប្អូនអញ្ចឹងណាគឺក្រៀមទាំងសាច់ហើយនឹងស្បែកវាចាបន្ទាប់ពីខ្ញុំចៀនត្រីនេះបានរួចរាល់អស់ហើយងាកមកមើលការលេងជាមួយនឹងខ្ញីវិញម្ដងចំពោះខ្ញីនេះគឺខ្ញុំប្រើបរិមាណវានឹងចំនួន4ខាំគឺយើងលេងបើចាំឲ្យក្រៀមពេកទេមើលថាវាឡើងក្លិនឈ្ងុយគឺខ្ញុំស្រង់ខ្ញីនេះមកខាងក្រៅដើម្បីត្រៀមឆាជាមួយនឹងសៀងនឹងជាបន្តទៀតចំពោះការឆាសៀងជាមួយនឹងខ្ញីនឹងគ្រាន់តែយើងចាក់ប្រេងអូលីវនៅខ្ទះនឹងធ្វើមិនឲ្យកម្ដៅក្តៅមកល្មមដាក់ខ្ទឹមសចូលទៅរំលីងចំពោះខ្ទឹមនេះគឺខ្ញុំអត់លេងឲ្យវាឡើងក្រៀមទេគឺខ្ញុំលេងមកក្លិនវាឈ្ងុយហើយគឺខ្ញុំថែមចូលជាមួយនឹងស្ករត្នោតនឹងជាបន្តទៀតចំពោះស្ករហ្នឹងគឺខ្ញុំកូរវាឲ្យឡើងពណ៌ជើងក្រងសិនណាដើម្បីឲ្យវាមានក្លិនឈ្ងុយចារីឯសៀងវិញគឺខ្ញុំប្រើជាមួយនឹងសៀងផ្អែមហ្នឹងគឺវាមានជាតិប្រៃខ្លះអញ្ចឹងហើយគ្រឿងផ្សំដែលខ្ញុំដាក់ចូលហ្នឹងគឺអត់មានអីច្រើនមុខប៉ុន្មានទេខ្ញុំប្រើដូចជាប្រេងខ្យងប៊ីចេងហើយនិងម្សៅស៊ុបរួចហើយខ្ញុំក៏បានថែមចូលជាមួយនឹងទឹកហ្នឹងចូលមកបន្តិចដែរដើម្បីពេលដែលយើងធ្វើទៅកុំឲ្យវាស្ងួតពេកចាគឺយើងឆាបែបនឹងនៅខាប់អញ្ចឹងបានត្រីរបស់យើងចាប់ជាតិជាមួយនឹងគ្រឿងផ្សំបានល្អបងប្អូនចារយៈពេលនៃការដាក់ត្រីចូលរង្ងាស់ជាមួយនឹងគ្រឿងផ្សំទាំងអស់ហ្នឹងខ្ទង់ប្រហែលជា7ទៅ8នាទីគឺខ្ញុំចាប់ដើមថែមជាមួយនឹងស្លឹកខ្ទឹមហើយនិងម្ទេសហ្នឹងគឺរួចរាល់ជាការស្រេចរសជាតិគេហ្នឹងណាធ្វើចេញមកគឺមកល្មមញ៉ាំទៅឆ្ងាញ់ហ្មងដោយសារតែរសជាតិក្លិនឈ្ងុយចេញពីខ្ញីផងហើយបានប៉ះជាមួយនឹងសាច់ត្រីចៀនបែបរៀងក្រៀមអញ្ចឹងទៀតទៅនិយាយពីថាញ៉ាំទៅត្រូវគ្នាម៉េចជាមួយនឹងបាយក្តៅអីញ៉ាំអស់អត់ដឹងខ្លួនទេណាអញ្ចឹងហើយសម្រាប់ការធ្វើចៀនជូនណាបងប្អូនត្រូវតែចៀនត្រីធ្វើម៉េចឲ្យឡើងក្រៀមល្អអញ្ចឹងបានញ៉ាំទៅឆ្ងាញ់ហើយក្លិនវាក៏អត់មានឆ្អាបដែរដោយសារតែសាច់ត្រីប្រានេះកាលណាយើងយកមកធ្វើចៀនជូនបែបហ្នឹងចៀនវាអត់សូវក្រៀមសាច់ល្អទេក៏អាចធ្វើចេញមកក៏ញ៉ាំអត់សូវឆ្ងាញ់ប្រហែលដែរអញ្ចឹងហើយសម្រាប់មួយមុខនេះបើសិនជាបងប្អូនចង់ដូរផ្លាស់ជាមួយនឹងសាច់ត្រីអីផ្សេងទៀតណាគឺបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តបានណាតាមការចូលចិត្តសម្រាប់ខ្ញុំគឺប្រើជាមួយនឹងសាច់ត្រីប្រាគឺចូលចិត្តញ៉ាំជាងចាឥឡូវនេះការបង្ហាញមុខម្ហូបបែបខ្លីៗងាយៗរបស់ខ្ញុំក៏បានធ្វើជូនបងប្អូនរួចរាល់ហើយថ្ងៃស្អែកជួបគ្នាម្ដងទៀតអរគុណ